ដោយសារបននេះវាផ្សារភ្ជាប់ជាមួយនឹងមនុស្សរស់ហើយនឹងមនុស្សស្លាប់រស់ហើយស្លាប់ហើយរឿងទាំងអស់នេះវាមនុស្សឆ្ងល់ច្រើនណាស់លោកម្ចាស់ខ្ញុំបណ្ដាសូមអារាធនាលោកម្ចាស់ជួយពន្យល់តិចមើលដោយសារបនខ្ញុំបិណ្ឌនេះយើងធ្វើឧទ្ទិសចំពោះបេតបុគ្គលគឺមានន័យថាអ្នកដែលស្លាប់ទៅនោះអាចទៅកើតជាទេវតាអាចទៅកើតជាមនុស្សអាចទៅកើតក្នុងអបាយភូមិមានប្រេតនរកទេរឆានអសូរកាយប៉ុន្តែនៅក្នុងបនខ្ញុំបិណ្ឌនេះមានការប្រារព្ធកម្មវិធីមួយឈ្មោះបោះបាយបិណ្ឌតែមនុស្សជាទូទៅយល់ថាជាការឧទ្ទិសទៅឲ្យប្រេតលោកម្ចាស់រំគីសក្តីចែកពុទ្ធបរិស័ទយើងថាតើប្រេតបេតបុគ្គលអ្នកស្លាប់នៅក្នុងនេះនិយាយថាប្រេតហ្នឹងនៅក្នុងពុទ្ធសាសនាហ្នឹងដៅដល់កំណើតអ្វីហើយវាមានអញ្ចឹងទេហើយពុទ្ធបរិស័ទដែលលោកឧទ្ទិសបុណ្យកុសលទៅនេះបានដល់អ្នកទាំងអស់នោះឬយ៉ាងណាដែរសូមអារាធនានិមន្តអញ្ចឹងអ្នកមេពុទ្ធានតិលោកៈកាំងញយៈសកៈរៈបារគុងភវេករੰធម្មੰគុណញ្ចគុណសាករੰវិសុទ្ធករណាញាណੰពុទ្ធាំងសម្ពុទ្ធពោជិតੰធម្មੰកថាមសម្ពុតੰវន្ទេសង្ឃាំងនិរង្គណੰសូមក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីសូមក្រាបថ្វាយបង្គំសម្ដេចព្រះពុទ្ធជ័យមនីនិងសម្ដេចគ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំព្រះរាជាគណៈថេរានុថេរៈនវៈភិក្ខុសាមណេរគ្រប់ព្រះអង្គសូមចម្រើនពរឯកឧត្តមអ្នកអុកញ៉ាលោកជំទាវលោកស្រីមន្ត្រីរាជការពុទ្ធបរិស័ទដូនជាអាចារ្យយាយតាចំណោះជើងវត្តបទុមបតីក្តីទូទាំងមណ្ឌលសកលកម្ពុជារដ្ឋក្តីសូមឱកាសថ្លាថ្លែងសម្ដែងឆ្លើយសំណួរនេះតាមពេលវេលារឿងថាបោះបាយបិណ្ឌរឿងប្រែតរឿងអីនេះតលតែមនុស្សមានជំនឿសិនបាននិយាយទៅចូលគ្នាបើថាមនុស្សមិនជឿថាមានប្រែតហើយក៏មិនជឿពុទ្ធសាសនាហើយនឹងតែបកស្រាយយ៉ាងម៉េចទេដូច្នេះហើយតលតែមនុស្សមានការសិក្សាខ្ញុំកណាលើកពាក្យខាងដើមបន្តិចថាបាលីថាបេតៈសំស្ក្រឹតថាប្រេតៈដែលយើងហៅថាប្រែតមានន័យថាមនុស្សដែលស្លាប់ទៅហើយចាប់កំណើតថ្មីមួយទៀតអាហ្នឹងគេហៅថាបេតៈបុគ្គលអ្នកដែលស្លាប់ពីនេះទៅគេហៅថាបេតៈបុគ្គលមានន័យថាមនុស្សហ្នឹងជាមនុស្សដែលស្លាប់ទៅហើយទៅចាប់កំណើតមួយទៀតប៉ុន្តែមិនកំណត់តន់ដឹងថាល្អឬអាក្រក់នោះទេឲ្យតែពាក្យថាបេតៈបុគ្គលនៅកដាលទាំងអស់អញ្ចឹងពាក្យថាបេតៈឬប្រែតហ្នឹងតែមួយទេនៅកដាលប៉ុន្តែទំនោរនៃខ្មែរយើងឲ្យតែនិយាយពាក្យប្រែតគឺសំដៅទៅលើអាក្រក់ហើយនិយាយពាក្យកម្មក៏សំដៅទៅលើអាក្រក់តាមពិតកម្មក៏មិនទាន់ល្អមិនទាន់អាក្រក់កម្មគ្រាន់តែការងារគ្រាន់តែអំពើតតែដាក់អកុសលបានវាទៅអាក្រក់ហើយបើកុសលវាល្អប៉ុន្តែនៅក្នុងលំហមេឃដ៏ធំនេះបើតាមពុទ្ធសាសនាមានជីវិតមនុស្សរស់នៅក្នុងលំហឬក៏ជីវិតសត្វរស់នៅក្នុងលំហហ្នឹងមាន31ភូមិ31កន្លែង31កន្លែងនោះលោករាប់ថាស្រុកមនុស្សហ្នឹងមួយកន្លែងហើយស្រុកមនុស្សហ្នឹងមួយកន្លែងនៅក្រោមមនុស្សនៅជាមួយមនុស្សលើដីហ្នឹងមានអបាយភូមិហ្នឹង4គឺមានពួកនរកមួយពួកប្រែតមួយដេរឆានមួយអសុរកាយមួយហើយដល់ទៅខាងឋានសួគ៌ខាងលើមានភូមិ6ជាន់ចាតុមតាវតាំងយាមមានដោះសិននឹងមាននរតីប្រៈនិមិតវសវត្ថីដល់ទៅឡើងខ្ពស់ទៅទៀតមានឋានព្រំនឹង16ជាន់ព្រំបរិស័យជាប្រោហេតាមហាព្រមេប្រតភិអបមានភិរហូតចឹងទៅដល់ទៅឡើងផុតទៅទៀតមានអរូបព្រំកន្លែងជីវិតកើតជាអរូបនឹងមាន4ជាន់ទៀតសរុបទាំងអស់មានកន្លែងសត្វកើត31ជាន់31កន្លែងអញ្ចឹងនៅក្នុងអបាយភូមិមានភូមិ4ភូមិនរកភូមិប្រែតភូមិអសូរកាយនិងភូមិដេរឆានពួកហ្នឹងនៅបន្ទាប់ពីមនុស្សយើងនៅលើដីនេះដែរអញ្ចឹងមានន័យថាមានកំណើតអបាយភូមិមួយនោះឈ្មោះថាប្រែតអញ្ចឹងដែរអញ្ចឹងប្រែតមិនមានន័យថាពាក់កណ្ដាលមិនទាន់ល្អមិនទាន់អាក្រក់ទេប៉ុន្តែបើនិយាយប្រែតក្នុងអបាយភូមិសំដៅទៅលើពួកក្រុមអាក្រក់ពួកក្រុមអាក្រក់នេះគឺនៅលើដីព្រះមោគលានហើយនឹងព្រះលក្ខណៈថែចុះពីភ្នំកិច្ចកោស្រាប់តែព្រះលក្ខណៈថែឃើញស្អីពេញអាកាសអាមួយនោះទៅឲ្យកើតនោះភ្លើងកំពុងឆេះពីក្រោយអាមួយទៅត្បូងនោះមានភ្លើងឆេះមានសត្វល្អិតដេញចិត្តតិចខំអាមួយមកជើងនេះមានភ្លើងឆេះមានគ្រោងឆ្អឹងអាខ្លះជាស្បែកអាខ្លះជាសរសៃខ្លះជាគ្រោងឆ្អឹងឡើងព្រាតពេញអាកាសលក្ខណៈថែមិនដែលឃើញសោះក៏សួរព្រះមហាមោគលានថាលោកម្ចាស់ស្អីគេហ្នឹងស្អីគេមោគលានថាកុំអាលសួរចាំទៅដល់កន្លែងព្រះចាំសួរដល់ពេលទៅដល់ជួបជាមួយព្រះមានកិច្ចការសាសនាអីចប់សពគ្រប់ទៅលក្ខណៈថែហ្នឹង
ក៏រំលឹកពីរឿងចុះពីភ្នំហ្នឹងក៏សួរទៅព្រះមហាមោគលានថាកាលយើងចុះពីភ្នំហ្នឹងដែលឃើញស្អីព្រមព្រៀងបញ្ញកាសហ្នឹងអានឹងស្អីគេនៅលើដីនៅក្នុងខ្យល់ក្នុងអីហ្នឹងបានព្រះមហាមោគលានទទួលសំណួរនេះព្រះអង្គនៅមុខដែរព្រះអង្គក៏សម្ដែងប្រាប់មនាលភិក្ខុទាំងឡាយនឹងហើយគេហៅថាកំណើតប្រែតដែលជាកំណើតអាក្រក់មួយក្នុងអបាយភូមិមាន4ភិក្ខុទាំងឡាយតថាគតឃើញពួកនឹងតាំងពីថ្ងៃត្រាស់ដឹងដំបូងមកម្លេះប៉ុន្តែតថាគតមិនសម្ដែងទេពីព្រោះអត់មានសាក្សីអត់មានអ្នកជឿព្រះអង្គថាតែមកអង្គឯងទៅអត់មានសាក្សីរងចាំឲ្យសាវកឃើញច្រើនសិនដល់តសាវកឃើញច្រើនគ្នាហើយឥឡូវមានសាក្សីហើយសាវកបានភ្នែកទឹកជាតិទឹកឃើញអស់ហើយបានព្រះអង្គសម្ដែងប្រាប់ថាណែមួយនៃភ្លើងឆេះទៅត្បូងនេះពីមុននោះយាយនោះនៅភូមិនោះអត់ដែលមានសិលមានទាននៃកេងកັບលួចទៅរបស់គេមកជាតិឥឡូវគាត់នោះកើតជាប្រែតហ្នឹងហើយមួយកំពុងតែឆេះទៅកើតនោះតានេះនៅភូមិនេះគាត់ធ្វើតែអំពើបាបដើរសម្លាប់បៀតបៀនហើយនឹងលួចយករបស់គេឥឡូវហ្នឹងគាត់មកកើតកន្លែងនេះនោះអាភ្លើងកំឆេះនោះហើយមួយមកខាត់ត្បូងនេះអានោះអ្នកភូមិនេះគាត់អត់ដែលធ្វើបន់ធ្វើទានអីទេគាត់ដោតជាបចោគេទើបទាស់គេគ្រប់បែបយ៉ាងឈ្នានេះគេឥឡូវគាត់កើតជាប្រែតហ្នឹងច្បាស់ណាស់ពីព្រោះព្រះអង្គសម្ដែងមិនមែនអញ្ចឹងឯងគ្រាន់តែថ្នាក់ឧទាហរណ៍ព្រះអង្គប្រាប់ឈ្មោះចំមកឈ្មោះតានេះឈ្មោះយាយនោះចំនៅភូមិនេះភូមិនោះមនុស្សញាក់ខ្លួនព្រឺតកំណើតនេះមានមែនតាដល់តែកំណើតនឹងមានមែនហើយបានអត្ថកថាថៃពីកំណើតប្រែតនឹងមានច្រើនណាស់ច្បាប់ខ្លះដូចមានលិនបញ្ហាចែកទៅតាមពួកថាមាន4ពួកច្បាប់ខ្លះចែកថាមាន12ពួកច្បាប់ខ្លះចែកថាមាន36ពួកច្បាប់ខ្លះលែងចែកទៅមកវាច្រើនពេកចែកម្ដងទៀតមានច្រើនរហូតដល់សម្ដេចប្រសង្ឃរាជជួនណាតសម្ដេចប្រសង្ឃរាជលោកថាកំណើតនេះច្រើនជាងមនុស្សយើងបើមនុស្សមាន1លានអ្នកពួកវាអាចមានដល់10លានអ្នកញោមញាតិរកក្នុង YouTube ក៏មានក្នុងខ្សែអត្ថក៏មានសម្លេងលោកផ្ទាល់នៅដល់សប្តាហ៍ថ្ងៃលោកថាបើអ្នកមិនអាស្រ័យគម្ពីរដីកាមិនជឿទេហើយក៏ចាត់ទុកថាគ្មានតែកំណើតអស់នោះប៉ុន្តែដោយសារលោកជាអ្នកប្រាជ្ញដែលយើងទទួលស្គាល់ហើយលោកសិក្សាគម្ពីរដីកាច្រើនលោកសារភាពខ្លួនលោកថាអាត្មាជឿអស់លោកណាមិនជឿអាត្មាជឿពួកនេះនៅលើដីនេះមានច្រើនជាងមនុស្សទៅទៀតលោកលើកពីអត្ថកថាមួយនិទានពីប្រធេរៈចូលទៅក្នុងក្រុមអនុរាធបុរៈទៅតាមផ្លូវស្រាប់ទៅលឺសំឡេងក្មេងតូចយំក្មេងធំនឹងវាលួងហើយក្មេងធំថាលោកតាមុំទៅឯណាជួបម៉ែខ្ញុំកណាប្រាប់ផងឲ្យយកអីមកឲ្យអូនហូបផងឃ្លានណាថាប៉ុណ្ណេះស្រាប់តែលោកថាអាត្មាមើលឯងមិនឃើញទេឯងនៅឯណាក្មេងនោះវាយកមើមឈើម្ដងដាក់លើដៃលោកក្តាប់បស្រាប់តែមើលឃើញជិះសឹងមិនរួចក្នុងអត្ថកថាថាច្រើនណាស់មានតែសម្ោលក៏មានតែស្បែកមានតែគ្រួមឆ្អឹងក៏មានភ្លើងកំពុងឆេះក៏មានអូដើរជិះសឹងមិនរួចផលិតទុះឈាមគម្រោងផ្លូវកែងលោកដើរទៅដល់ផ្លូវកែងមួយមានសัตว์នឹងវាឆ្លងទលេសម្រាប់កូនវាទម្លាក់សុកនៅនឹងទៅដើរគ្នាស៊ីឲ្យអញ្ញាញ់លោកក៏និយាយថាណែវើយណាមានកូននៅខាងក្រោយនោះអាកូនតូចយំខ្លាំងណាស់បងថាឲ្យវាហូបផងស្រាប់តែពួកនោះងាកមកស្រចុះលោកតាមិនបានមើលគេឃើញនេះវាឲ្យមើលស្អីនេះមកពួកប្រែតមកកញ្ឆក់យកពីដៃលោកទៅវិញបាត់មើលឡើងឃើញដដែលនេះរឿងសម្ដេចព្រះសង្ឃរាជលោកលើកឡើងជាផុសតាំងមួយអាត្មានៅពីក្មេងធ្លាប់ជួបញោមដែលគាត់ឃើញផ្ទាល់គាត់មកនិយាយប្រាប់គេបើគេអត់ជឿគេថាយើងឈួតយើងប្រស័យប្រសាប៉ុន្តែមានញោមញាតិធ្លាប់ឃើញមកគប់ប៉ុន្តែយើងមិនមានផុសតាំងអីបញ្ជាក់ឲ្យរឹងមាំទេគ្រាន់តែជាការឃើញរៀងខ្លួននៅក្នុងអត្ថកថាព្រះអង្គកំពុងតែសម្ដែងពធទេសនានៅក្នុងវត្តចិត្តពុនមានប្រែតមួយបដាលកូន2នាក់ដើររើសចំណីអាហារស្រាប់តែដើរមកដល់វត្តចិត្តពុនថាអូមនុស្សជុំប្រហែលជាគេចែកអីហូបបើគេជ្រុះបានអញហូបដែរក៏នាំគ្នាមកដើរមកស្រាប់តែមានគេចែកអីហូបគេកំពុងតែសម្ដែងធម៌ទេសនាគេស្ដាប់ធម៌ប្រែតម៉ែឈរស្ដាប់ឲ្យត្រឹមប្រែតកូនយំក្លៀនមកចុកដាច់កាពះឲ្យទៅរកអីហូបនៅឈរត្រឹងធ្វើអីម៉ែថាកូនឲ្យម៉ែស្ដាប់ធម៌សិនយើងកាលនៅជាមនុស្សមានទ្រព្យសម្បត្តិច្រើនណាស់ប៉ុន្តែមកពីយើងមិនដែលស្ដាប់ធម៌នឹងហើយបានមកកើតជាប្រែតអត់បាយទាំងអស់គ្នាហ្នឹងឥឡូវដូចវាជ្រុលប្រែតហើយបានជួបធម៌ឲ្យម៉ែស្ដាប់ធម៌សិនណាកូនអាកូនបងលឺចឹងយល់ក៏ជួយលួងបងអូនកុំយំឲ្យម៉ែស្ដាប់ធម៌សិនកុំឲ្យយើងអត់បាយទៀតព្រះអង្គចំតែងធម៌ផ្ដោតឲ្យចង់ទៅប្រែតនឹងបានសម្រេចសោតាបានអាហារទឹកក្នុងកំណើតនោះទៅបានលោកលើកចែកចេញជាចំណែកនៃការទទួលទានផលលោកចែកដូចជានិជាមកកណ្ដកៈប្រែតនេះភ្លើងឆេះជានិច្ចស្ទុះចូលក្នុងទឹកក៏នៅតែភ្លើងឆេះហើយពួកនេះស៊ីកម្រងស៊ីសាកសពស៊ីមុតលីមុខហើយពួកនេះមិនងាយនឹងបានសុខទេគឺថាភ្លើងឆេះរហូតនេះក្នុងមិលនបញ្ហាហើយមួយទៀតនោះដែលយើងហៅថាខុបបបាសិកវន្តប្រែតនេះដើរលើដីរើសនេះរើសនោះហូបប្រែតនេះដើររើសហូបហើយរបស់ណាដែលគេដាក់ចានយកអត់បានទេបើគេដាក់កន្ទោងយកបានហើយប្រែតមួយចំនួនទៀតបើគេដាក់កន្ទោងយកអត់បានទេតោះដាក់ដីអានេះវាលំអិតទៅទៀតវែងឆ្ងាយអញ្ចឹងហើយបានប្រែតមួយដទៃទៀតដែលយើងហៅថាបរៈតតោបជីវិតប្រែតបរៈតតោបជីវិតប្រែតនេះដាក់កន្ទោងក៏យកមិនបានដាក់ចានក៏យកមិនបានដាក់សែនក៏យកមិនបានតលទៅវេដាបាំងស្គលប្រគិនតាមអ្នកមានសិលបានយកបានអញ្ចឹងបើយើងបើកបេះដូងឲ្យទលាយទៅមើលសម្លឹងប្រភេទប្រែតទៅមានច្រើនប្រភេទណាស់មានអសុរកាយខ្លះ
ទទួលផលឧទ្ទិសបាននេះបានដើររើសដើរហាត់ដើរលើដល់ស្រុកអសុរកាយប្រែខ្លះតលតែយើងឧទ្ទិសអញ្ចឹងហើយបានបុរាណអាចារ្យបង្កើតកម្មវិធីមួយចំនួននឹងបោះបាយបិណ្ឌទោះបីយើងយកទៅបកស្រាយថាអូដាក់ឲ្យសัตว์ដាក់ឲ្យធាតុដាក់ឲ្យអីណាក៏បកទៅប៉ុន្តែក្នុងអត្ថកថាកពីនៃការគេសិក្សាឃើញអញ្ចឹងបានគេយកទៅដាក់ប៉ុន្តែគេយកទៅដាក់នេះវាមិនគ្រប់វត្តទេវត្តអារាមមួយចំនួនចាស់គាត់ឆ្នៃតាមគម្ពីរសាស្ត្រាបុរាណគេឲ្យធ្វើកតូងវិញអាកតូងដាក់ពីក្រោយលោករាប់បាតហ្នឹងធ្វើពីស្លឹកចេកចឹងមកហើយដល់ឆ្នេះទៅរាប់បាតមកដល់កន្លែងកតូងហ្នឹងលេខដាក់នឹងស្លាបព្រាឲ្យយកដៃចាប់ដាក់យកដៃចាប់ដាក់ហើយទៅចាប់ដៃឆ្វេងទៀតដើម្បីដាក់នឹងស្លាបព្រាស្មើនឹងលោកវាអត់មានសិទ្ធិទទួលទេតោះដាក់នឹងស្លាបព្រាអត់តោះដាក់ដៃស្ដាំល្អទៀតតោះដាក់ដៃឆ្វេងដៃអន់ពេលយកទៅចោលទៅដាក់តំណតំណោះទៅហ្នឹងគេធ្វើឲ្យកពុកបន្តិចវាមានកិច្ចមានរឿងរ៉ាវមកមិនមែនដាក់ដើម្បីឲ្យសត្វស៊ីបើឲ្យសត្វស៊ីដាក់ចានដាក់ឆ្នាំងស្រួលៗមិនមែនដាក់កតូងអញ្ចឹងទេវាមានរឿងអញ្ចឹងបានជាគេជំនួសបោះបាយបានគេដាក់ត្រឹមកតូងប៉ុណ្ណឹងក៏បានដែរហើយក៏មិនមានប្រពុតដីកាបខំឲ្យធ្វើដែរប៉ុន្តែយើងធ្វើទៅក៏គ្មានខាតអីប្រមាណដែរដោយផ្កាហ្នឹងគុណម្ចាស់លើកឡើងខាងដើមវិញតែសេដ្ឋកិច្ចរីកចម្រើនណាស់ញោមហើយបើមិនមានកម្មវិធីនេះទេលុយនៅសងំក្នុងហាប់អត់ចាញ់ទេនៅក្នុងធនាគារអត់ចាញ់ទេដល់មានកម្មវិធីនេះអ្នកលក់បន្លែដាច់រាប់លានអ្នកលក់អង្គដាច់រាប់លានអ្នកលក់ផ្កានេះដាច់រាប់លានអ្នកលក់សាំងគ្រាន់គេធ្វើដំណើរទៅមកទិញសាំងអស់រាប់លានបើដូច្នេះហើយលុយវារើចេញពីហាប់មកដាក់ចូលពីកប៉ាល់អ្នកមានទៅនៅកប៉ាល់អ្នកក្រខ្លះហើយដល់ទៅលុយបានមកហើយយកមកចូលកសាងគេយកលុយនឹងមកកសាងជាវត្តជាវាជាកុដិសាលាជាព្រះវិហារជាស្ពានថ្នល់គាត់មកវត្តដូចវត្តបតុមអញ្ចឹងទទួលនិស្សិត400ទៅ500អង្គក្នុងមួយឆ្នាំហើយនឹងប្រសងហើយនិស្សិតពី5ទៅ600នាក់អញ្ចឹងសរុបទៅក្នុងមួយឆ្នាំទទួលកូនខ្មែរមកស្នាក់នៅបានជាង1000នាក់ហើយមួយដេញអ្នក1000នាក់ឲ្យទៅជួលផ្ទះស្នាក់ដេកនៅសួរថាអស់លុយប្រមាណម៉ែឲ្យយ៉ាប់ប៉ុណ្ណាប៉ុន្តែបានវត្តជួយសង្គមជាតិធំធេងណាស់ជួយតាមរយៈណាតាមរយៈបានអាលុយគេមកបាក់ដាក់បិណ្ឌដាក់អីធ្វើកឋិនធ្វើអីហ្នឹងបើគ្មានទៅណាទេវាគ្រាន់តែរត់ចេញពីកប៉ាល់មកចូលកន្លែងផ្សេងដើម្បីឲ្យកិច្ចការហ្នឹងវាដំណើរការកុំឲ្យគាំងតែប៉ុណ្ណោះយ៉ាងណាមិញដូចជាឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងធម្មការបកស្រាយឆ្នាំមុនថាបើបោះបាយបិណ្ឌច្រើនកាន់តែរីកចម្រើនវិញក៏អ្នកលក់អង្គលក់បាយវាដាច់ចាដូចតែផ្កាអញ្ចឹងទោះបីមួយអាទិត្យគេបោះចោលមកដែរប៉ុន្តែវាជាតំណែងមួយអញ្ចឹងអង្គអញ្ចឹងដែរបើសិនជាមនុស្សលក់បាយបិណ្ឌដាច់ក៏វាបានដែរប៉ុន្តែមិនមែនប្រកបវិជ្ជាទេខ្ញុំកណាគាត់ទៅលើកឡើងថាវាមានហេតុភេទមានប្រែតអញ្ចឹងបានជាគេធ្វើបោះបាយបិណ្ឌហ្នឹងប៉ុន្តែបើយើងមិនបោះទេដាក់ទៅកតូងទៅក៏បានដែរសូមជ្រាបសាធុញាតិញោមច្បាស់ហើយលោកគ្រូបញ្យលថេរៈបញ្យលរឿងប្រែកនេះច្បាស់ហ្មងញាតិញោមណាបើរឿងមនុស្សលោករឿងចេះទេញោមរឿងយើងនេះអារបស់ដែលមើលឃើញភ្នែកមិនសូវឆ្ងល់ទេឆ្ងល់តែរឿងអាយើងមើលវាមិនឃើញអញ្ចឹងបានជនជាតិអាមេរិកមួយគាត់និយាយដាក់ថ្មគាត់ថាជនជាតិនេះឯងខ្លាំងតែខ្លាំងមិនខ្លាំងត្រង់នេះឯងនិយាយជាមួយមនុស្សក៏បានឯងនិយាយមួយខ្មោចក៏បានដែរថ្មចេះគាត់គិតចំគាត់និយាយថាម៉េចចឹង You can talk to the human beings and you people also can talk to the gods to the spirit គាត់ចេះគិតអូខ្មែរយើងនិយាយមួយខ្មោចមិនដែរនិយាយបាច់ញោមពេលយើងបន់អ្នកតាឯណាអ្នកតានេះមែនទេគឺជាមនុស្សដែលមានគុណសម្រាប់ភូមិសម្រាប់តំបន់យើងទៅនិយាយជាមួយអ្នកតាហ្នឹងមិននិយាយមួយខ្មោចទេញោមអញ្ចឹងអ្នកស្រាវជ្រាវនិរិយវិទ្យាមួយគាត់ថាជនជាតិនេះឯងខ្លាំងអាត្មាឆ្លើយថាជនជាតិនេះឯងក៏ខ្លាំងដែរជនជាតិខ្ញុំនិយាយជាមួយខ្មោចមានន័យថាជាមួយអ្នកតាគឺមនុស្សដែលបានស្លាប់ទៅយូរហើយជនជាតិនេះឯងនិយាយជាមួយអាទិទេពមួយដែលអត់ធ្លាប់មានតំណែងមួយគ្នាតាំងពី10000លានឆ្នាំមក Still you can talk to the God You are so great Your people are so great តែនេះឯងក៏និយាយជាមួយពួកតេយវៈដែរបើក្នុងអរិយធម៌របស់ក្រិចគឺមានតាំងពីអាទិទេពអូឡាំពីសមានតាំងពីអាទិទេពអូច្រើនណាស់ញោម Zeus ហើយឥណ្ឌាមានព្រះអាទិទេពប្រមាណញោមជាង30លានអញ្ចឹងបានអ្នកប្រាជ្ញឥណ្ឌាក៏ថាខ្ញុំចាំឈ្មោះតែព្រះខ្ញុំចាំអស់ផងជាង30លានហ្នឹងហើយ30លានទាំងច្រើនទីទៅគ្រប់ទីកន្លែងទាំងអស់នេះជាធម្មជាតិរបស់មនុស្សលោកអញ្ចឹងសម្រាប់ពុទ្ធបរិស័ទយើងអ្នកកាន់ពុទ្ធសាសនាព្រះលោកថារឿងខ្លះពិបាកយល់អចិន្ត្រៃយៈពិបាកយល់ដូចអ្នកខ្លះក៏សួរថាស្លាប់ហើយកើតទៀតណាព្រោះអ្នកស្លាប់តែមកប្រាប់ផងប៉ុន្តែមានសំណួរមួយដែលយើងមិននាំគ្នាសួរទេតែយើងទទួលយកដោយសារយើងមានរបស់នឹងទាំងអស់គ្នាក្នុងខ្លួនយើងទាំងអស់គ្នាអត់ដែលឃើញចិត្តខ្លួនឯងទេកូនក៏មិនដែលឃើញចិត្តម្ដាយក៏មិនដែលឃើញចិត្តកូនដែរប៉ុន្តែយើងអាចស្គាល់ឲ្យបានតាមរយៈទំនាក់ទំនងរស់នៅប្រចាំថ្ងៃតែមនុស្សមិនបដិសេធថាគ្មាននរណាអត់ចិត្តទេហើយនេះសភាវៈធម្មជាតិគឺវាអាចកំបាំងហើយពិសេសម្យ៉ាងអញ្ចឹងរឿងរ៉ាវខ្លះវាអាចកំបាំងយើងពិបាកយល់ហើយបើញោមចង់យល់ក៏បានប៉ុន្តែពិបាកយល់ទៅតាមព្រះពុទ្ធសាសនាពីព្រះអរហន្តអីព្រះអង្គលោកដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់អីលោកមើលឃើញព្រះអង្គលោកនិមន្តទៅឋានសួគ៌អីដោយសារឈាមញោមព្រះអង្គមានរិទ្ធនេះកើតចេញពីការសមាធិដល់កំពូលទៅចិត្តនឹងវាស្ងប់វាជ្រះស្រឡះនៅកិលេសទៅវាធ្វើឲ្យចិត្តនឹងមានធម៌ពលមានឫទ្ធានុភាពនឹងជាសភាវៈធម្មជាតិអញ្ចឹងណាញោម
ចឹងរឿងប្រែរឿងអីហ្នឹងកាលណាប្រកេនព្រះនុថេជួយបញ្យល់ញោមនៅក្រេក្រោយទៀតហ្នឹងហើយញាតិញោមណាឆ្ងល់ទេសួរលោកម្ចាស់ខាងប្រែកហ្នឹងពុទ្ធបរិស័ទអស់លោកសពបរោះទាំងអស់ជាទីស្រឡាញ់រាប់អានចម្រើនពរដោយកម្មវិធីយើងនេះបុណ្យយើងនេះគឺមានទាំងពុទ្ធនិយមតាមបែបទស្សនៈព្រះពុទ្ធសាសនាផងលាយឡំតាមខេមរៈនិយមផងមានន័យថាជាដំណើរអរិយធម៌វប្បធម៌របស់ជនជាតិខ្មែរអ្នកកាន់ពុទ្ធសាសនាបូកបញ្ចូលគ្នាទាំងអស់គេហៅថាបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាប៉ុណ្ណឹងញាតិញោមណាហ្នឹងហើយដូចជាអ្នកខ្លះទៅតិទៀនថាទៅពូននំសាច់ធ្វើអីនំសាច់ហ្នឹងបុរាណលោកបង្រៀនកូនចៅយុវវ័យភាគច្រើននៅក្មេងៗហ្នឹងមកវត្តជួនកាលក៏មិនសូវជាយល់អីទេអញ្ចឹងចាស់ក៏បង្កើតជាពិធីជារូបភាពដើម្បីបង្រៀនថាភ្នំខ្សាច់នេះជាតំណាងឲ្យជូឡាមនីចេតិយតម្កល់ព្រះសារីរិកធាតុតម្កល់នៅទេវលោកនោះភ្នំខ្សាច់ហ្នឹងអញ្ចឹងពួកកុមារពួកយុវជនទាំងឡាយហ្នឹងដើម្បីគោរពនៅព្រះរតនត្រ័យព្រះបរមសារីរិកធាតុបានគឺតាមរយៈភ្នំខ្សាច់អញ្ចឹងទៅណាបុរាណខ្មែរលោកបង្រៀនណាញោមព្រោះមនុស្សងាយយល់ទេងាយយល់ទេអស់លោកជាមេដាបិតាជ្រាបឲ្យបង្រៀនកូនមួយចង្ការប្រើពេលមួយឆ្នាំ2ឆ្នាំ10ឆ្នាំខ្លះប្រើពេលមួយជីវិតនៅតែបង្រៀនកូននឹងមិនចេះថាកុំឲ្យកុហកនៅតែកុហកឃើញទេបង្រៀនអត់ចេះទេព្រោះចិត្តមនុស្សនោះវាធំមហាសាលវាបង្កប់ទៅដោយរឿងរ៉ាវច្រើនអញ្ចឹងបាននៅក្នុងសាសនពិធីបុណ្យហ្នឹងតែងតែមានពុទ្ធនិយមគួបផ្សំជាមួយនឹងខេមរៈនិយមជាមួយគ្នាមានន័យថាយើងធ្វើប្រពៃបុណ្យនេះផ្អែកលើការព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គួបផ្សំនឹងប្រពៃណីរបស់អ្នកស្រុកយើងសូមអនុមោទនាហើយចុងកម្មវិធីបុណ្យអស់លោកសពបរោះទាំងអស់តែងតែឧទ្ទិសបុណ្យកុសលការឧទ្ទិសបុណ្យនេះគឺត្រូវធ្វើដោយផ្អែកលើហេតុ3យ៉ាងទី1គឺអស់លោកសពបរោះទៅថ្វាយទានចំពោះអ្នកមានសិលទី2អស់លោកអ្នកឧទ្ទិសបុណ្យកុសលនឹងជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់ញាតិទី3ញាតិរបស់អស់លោកអ្នកអនុមោទនាបុណ្យនឹងបុណ្យនោះបានសម្រេចហើយសូមអនុមោទនារីធម្មវិសេសទេសនាសម្ដែងក្នុងវេលាក្រែនេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំង